រស់នៅកន្លែងណាមិនសំខាន់ទេសំខាន់នៅជាមួយអ្នកណាមនុស្សដែលយើងរស់នៅជាមួយនឹងគេឲ្យតម្លៃយើងអត់លះបង់ច្រើនយ៉ាងណាមិនសំខាន់ទេតែលះបង់ត្រូវមនុស្សអត់ហើយបើសិនជាលះបង់អត់ត្រូវមនុស្សទេកុំយ៉ាងម៉េចក៏មានអារម្មណ៍ថាมันអត់នឿយដែរលំបាកឲ្យដេកលក់លំបាកឲ្យផ្លូវចិត្តមានអារម្មណ៍ល្អរស់នៅកន្លែងណាមិនសំខាន់ទេសំខាន់នៅជាមួយអ្នកណាមនុស្សដែលយើងរស់នៅជាមួយនឹងគេឲ្យតម្លៃយើងអត់លះបង់ច្រើនយ៉ាងណាមិនសំខាន់ទេតែលះបង់ត្រូវមនុស្សអត់ហើយបើសិនជាលះបង់អត់ត្រូវមនុស្សទេកុំទៅសួរថាហេតុអីបានជាខ្ញុំលះបង់ច្រើនម្លឹងហើយនៅតែមិនមើលឃើញតម្លៃខ្ញុំទៀតមនុស្សខ្លះសបាយរីករាយជាមួយនឹងភាពធ្វើឲ្យយើងឈឺចាប់ហ្នឹងមកទឹកភ្នែកការឈឺចាប់និងការលំបាករបស់យើងគឺជាភាពឈឺចាប់និងគឺជាភាពជោគជ័យរបស់គេមិនមែនថារស់នៅជាមួយគ្នាមិនចោះសម្រងហើយយើងដោះលែងគ្នាបើនិយាយជាមួយមនុស្សមានហេតុផលនិយាយនៅក្នុងទម្រង់ហ្នឹងអូខេតែបើនិយាយជាមួយមនុស្សដែលមានតែហិង្សាគំរាមកំហែងសម្លុតឬមួយក៏ប្រើអំពើហិង្សាផ្សេងៗនេះស្ថានភាពហ្នឹងគ្នាមិនដឹងថាពិបាកនៅក្នុងការដោះស្រាយពិបាកនៅក្នុងការប្រជុំប្តីមានស្រីវក់វីសាហាយស្មន់យកស្រីមកដេកនៅក្នុងបន្ទប់រហូតដល់បំផ្លាញទ្រព្យសម្បត្តិយកទ្រព្យសម្បត្តិយកលុយយកកាក់ទៅឲ្យស្រីចុងក្រោយសំណួរសួរថាអារម្មណ៍ជាប្រពន្ធនេះអាចទទួលយកបានអត់អានេះវាមានអារម្មណ៍ថាម៉េចបងវាមានអារម្មណ៍ថាគេកំពុងតែចាប់បខំមនុស្សដែលខ្លួនឯងស្រឡាញ់ហើយគេឲ្យយើងបើកភ្នែកមើលមិនដែរពេញចិត្តទេចិត្តអត់ឲ្យត្រូវតែទ្រាំឲ្យសួរតែប្រមាណអ្នកទ្រាំបានប្រមាណអ្នកទ្រាំបានអញ្ចឹងពិចារណាលេងហ្នឹងបងប្អូន10ឆ្នាំអត់មានច្រើនដងទេដើរយឺតមិនសំខាន់ដើរជាមួយអ្នកណាលុយកាក់ទ្រព្យសម្បត្តិរបស់ទាំងអស់ហ្នឹងវាយកមកបម្រើឲ្យសេចក្តីសុខហើយបើសិនជាខ្លួនឯងមានអាទាំងអស់ហ្នឹងហើយវាអត់មានក្តីសុខទេពិចារណាឡើងវិញទៅអ្វីដែលខ្លួនឯងកំពុងនៅថ្ងៃហ្នឹងវាត្រូវអត់អ្នកខ្លះគ្រួសារគេអត់មានទ្រព្យសម្បត្តិលុយកាក់ឋានៈមុខមាត់ធំអញ្ចឹងទេប៉ុន្តែគ្រួសារគេខ្វះតែលុយមានតែលុយមកគេដោះស្រាយជីវភាពគ្រួសារគេចង់តាណាគេធ្វើអីក៏បានដែរជីវិត freedom ជាតិនេះជាប្តីជាប្រពន្ធនឹងគ្នាជាគ្រួសារនឹងគ្នាស្លាប់ទៅកើតជាតិក្រោយមិនដឹងខ្លាចជាអីទេដូច្នេះបើបានជួបគ្នានៅក្នុងជាតិនេះហើយព្យាយាមកសាងអនុស្សាវរីយ៍ធ្វើរឿងល្អៗជាមួយគ្នាបានច្រើនទៅពីព្រោះស្លាប់ទៅកើតជាអីបែកគ្នាទៅមិនដឹងថាទៅជាស្អីទៀតទេអីដែលអាចជួយគ្នាបានស្អីដែលអាចផ្ដល់យោបល់ឲ្យគ្នាបានស្អីដែលអាចធ្វើឲ្យគ្នាមានក្តីសុខស្នាមញញឹមបានស្អីដែលអាចធ្វើឲ្យមនុស្សជុំវិញរីករាយបានគួរធ្វើ